ជើងមាន់បានខហើយតិចតិចចឹងណាញ៉ាំមួយបាយក៏ឆ្ងាញ់ហើយញ៉ាំលេងក៏ឆ្ងាញ់ដែរហើយជើងមាន់ហ្នឹងខ្ញុំទិញអស់តែ10000នេះបងប្អូនយកមកខបានកន្លះឆ្នាំបើនិយាយពីរបៀបធ្វើក៏មិនជាពិបាកប៉ុន្មានដែរបងប្អូនស្រួលដែរទេដំបូងហ្នឹងខ្ញុំយកជើងមាន់មកស្រោះទឹកចេញសាសិនរួចហើយយកមកលាងទឹកមកបងប្អូនលាងទឹកឲ្យស្អាតទៅដាក់សម្រស់ទុកចោលសិនហើយខ្ញុំមកធ្វើទឹកខវិញម្ដងដំបូងខ្ញុំដាក់ឆ្នាំងហើយកូរស្ករត្នោតឲ្យឡើងជើងក្រងសិនរួចហើយខ្ញុំចាប់កាចាន់ឈើអាមជាមួយនឹងម្ទេសអីហ្នឹងកូរឲ្យឈ្ងុយបន្តិចហើយខ្ញុំបន្ថែមទឹកធម្មតាយើងបន្តិចហ្នឹងចូលខ្ញុំកូរជាមួយជើងមាន់ហ្នឹងឲ្យឡើងក្រហមសិនបើខ្ញុំបន្ថែមទឹកដើម្បីចាក់រងាស់ជើងមាន់ហ្នឹងហើយខ្ញុំក៏បន្ថែមគ្រឿងទេសចូលឲ្យដែរមានម្សៅស៊ុបស្ករអំបិលទឹកត្រីជាមួយប៊ីចេងអីហ្នឹងហើយដើម្បីឲ្យជើងមាន់កាន់តែមានពណ៌ក្រហមស្អាតបងប្អូនកុំភ្លេចដាក់ទឹកស៊ីអ៊ីវខាប់បងប្អូនដាក់ប្រហែល1ស្ព្រីអីចឹងទៅទឹកខយើងក្រហមល្អរួចហើយខ្ញុំដាក់ល្ងចោលប្រហែលជា20នាទីពេលបើកមកបងប្អូនហើយឃើញជើងមាន់ពណ៌ឡើងក្រហមទំនោរមែនទែនហើយរសជាតិក៏ឆ្ងាញ់ដែរ